លំហាត់ទី8គឺយើងធ្វើទៅលើ navigation drawer នៅខាងលើនេះមានរូបឆ្នោត3នេះគេហៅថា hamburger button នៅពេលដែលយើងចុចទៅលើ hamburger button drawer វានឹងបើកបើយើងអត់ចុចទៅលើ hamburger button ក៏យើងអាច slide ពីឆ្វេងទៅស្ដាំបានដែរមានថាយើងទាញពីខាងឆ្វេងនេះមកខាងស្ដាំយើង check out ទៅលំហាត់ទី8ទាំងអស់គ្នានៅខាងលើនេះយើងកំពុងតែឈរទៅលើ branch main ជាងយើងចុចលើនេះមកតមករកលំហាត់ទី8បើយើងរត់ឃើញយើងនៅកន្លែង remote មកតមករកលំហាត់ទី8យើងចុចលើហ្នឹងមកតមកចុចលើ check out យើងទៅមើល to do យើងចូលចុចកន្លែង to do នេះវានឹងបង្ហាញ to do ទាំងអស់មាន10នៅក្នុង4 file to do ទី1គេឲ្យយើង add rule fragment នេះចូលទៅក្នុង navigation graph សិនដោយសារតែនៅក្នុង drawer របស់យើងគឺមាន2 item ទី1គឺ rule fragment ទី2ទៀតគឺ about fragment តែ about fragment យើងបាន add ហើយនៅក្នុង menu overflow នេះហើយអញ្ចឹងនៅសល់តែ rule fragment យើងចូលទៅក្នុង fragment ឬក៏យើងបើคลิกចូលកន្លែង to do 1នេះតមកយើងចុចសញ្ញាបូកហើយយើងរើស rule fragment ពេលយើងធ្វើហើយគឺយើងលុប to do នេះចេញហើយ to do 1ហើយដល់ to do 2ម្ដងយើងចុច double click ទៅលើវានៅក្នុង to do 2ក៏ឲ្យយើងបង្កើត menu សម្រាប់ navigation view យើង click ទៅលើ menu យើងចុចមកស្ដាំរើស new ទៅមករើស menu resource file ហើយយើងដាក់ឈ្មោះថា na drawer ចុច OK នេះវា pop up ឲ្យយើង add to git អញ្ចឹងយើងចុច add មកអញ្ចឹងក្នុង menu របស់យើងតើមានប្រមាណ item គឺមាន2 item item ទី1គឺ rule item ទី2គឺ about អញ្ចឹងខ្ញុំទាញ item 2ចូលមកទី1ទី2ហើយនឹងដាក់ឈ្មោះឲ្យវាកុំភ្លេចថា ID គឺត្រូវដូចជាមួយនឹង ID នៅក្នុង navigation ដូចយើងធ្វើលំហាត់ទី6ដែរអញ្ចឹងដំបូងគឺ rule fragment ជាសុំមើល ID នៅខាង rule navigation សិនខ្ញុំ copy មកចូលនៅក្នុងចូលទៅនៅក្នុង na drawer នេះខ្ញុំផាសចូលឲ្យវាដូចគ្នាតមកយើងដាក់ឈ្មោះ title ឲ្យវាអញ្ចឹងដោយសារខ្ញុំបង្កើតនៅក្នុង string resource ហើយខ្ញុំ click នៅខាងស្ដាំនេះតមក rule fragment click OK ទី2គឺ about fragment ចឹង ID យើងបានបង្កើតឲ្យលើកមុនហើយគឺយើងវាយត្រូវ about fragment title វាដូចគ្នាគឺយើង click ទៅលើខាងស្ដាំនេះតមករក about ចុច OK យើងហើយទី2នេះហើយយើងលុប to do ចោលកុំឲ្យវាជាន់ជាមួយនឹង to do នៅពេលយើងcheck out ទៅលើ brand ផ្សេងទៀតអញ្ចឹងដល់លេខ3 to do ទី3 to do ទី3គេឲ្យយើង add drawer layout នៅក្នុង main activity អញ្ចឹង drawer layout របស់យើងគឺរួមមាន2ទី1គឺ pop សម្រាប់ដាក់ fragment ឬក៏គេហៅថា na host fragment និងទី2គឺ navigation view na drawer របស់យើងគឺក្តោបitem ទាំងពីរហ្នឹងអញ្ចឹងខ្ញុំវាយថា drawer មកវានឹង suggest ឲ្យយើងឯង match parent layout 2វា match parent ពេញអេក្រង់តបមកយើងបិទ
វិញមកហើយយើង copy ផ្អប់សម្រាប់ដាក់ fragment ចូលនៅខាងក្នុងនេះអញ្ចឹងនៅ element មួយទៀតគឺ navigation view អញ្ចឹងខ្ញុំវាយឋាន navigation view អញ្ចឹងវា suggest ឲ្យខ្ញុំចុច tab មកអញ្ចឹង layout វា width គឺអត់ match parent ទេបើសិនជា match parent ប្រកាសជាពេញអេក្រង់ហើយប៉ុន្តែសម្រាប់ layout width របស់ nav view របស់យើងគឺwrap content មានន័យថាវាអត់ពេញអេក្រង់ទេតែវាបានពាក់កណ្ដាលប៉ុណ្ណេះអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា wrap content ទំហំវាអាស្រ័យទៅលើ content នៅខាងក្នុងប៉ុន្តែ layout high វាគឺ match parent គឺពេញអេក្រង់ឈរបិទវិញសម្រាប់ navigation view គឺដាច់ខាតត្រូវតែមាន attribute មួយគេហៅថា layout gravity start បើយើងអត់ដាក់អញ្ចឹងទេនៅក្នុង drawer របស់យើងវាអត់អាចសម្គាល់បានថាវាគិតចាប់ពីណាមកវាអត់ដឹងថាខាងឆ្វេងដៃវាគឺជា nav view និងខាងក្រោមវាគឺជា nav host អញ្ចឹងកន្លែងនេះ navigation view យើងដាច់ខាតត្រូវតែមាន attribute layout gravity graph start តមក ID វាគឺខ្ញុំដាក់ nav view អញ្ចឹង ID របស់ drawer គឺខ្ញុំដាក់ ID ដាក់ drawer layout យើងធ្វើ to do 3 នេះហើយគឺយើងបានក្តោបបង្កើត drawer layout ក្តោប item 2គឺ nav host ជាមួយនឹង nav view អញ្ចឹង to do បន្ទាប់ to do ទី5គេឲ្យយើងបង្កើត connect ជាមួយនឹង Kotlin នៅក្នុង main activity connect drawer layout នេះនៅក្នុង main activity អញ្ចឹងខ្ញុំបង្កើត private let initial drawer layout និងមួយទៀតគឺ app bar configuration បន្តិចទៀតខ្ញុំនឹងបញ្យល់ថាតើ app bar configuration ហ្នឹងគឺជាអីគេ drawer layout នេះនៅពេលយើងបង្កើតប៉ុណ្ណឹងគឺយើងអត់ទាន់បាន initialize អត់ទាន់បាន connect ជាមួយនឹង XML របស់យើងទេអញ្ចឹងយើងត្រូវ connect ជាមួយ XML សិនអញ្ចឹង drawer layout ស្មើឲ្យ binding ចុច drawer layout ខ្ញុំធ្វើឲ្យ to do ទី6គឺខ្ញុំលុបវាចេញតមក to do ទី7គេឲ្យយើង add drawer layout to the second parameter ជាមួយនឹង set up bar navigation controller អញ្ចឹង app bar របស់យើងត្រូវមាន2ទី1គឺ hamburger button នេះមានន័យយើងចុចទៅគឺចេញ drawer និងទី2ទៀតបើសិនវាមិនមែនជា home screen វាមាន button back អញ្ចឹងវានឹង control ទៅលើ fragment ដែលនៅក្នុង nav host នេះមានន័យវានៅស្លាប់ព្រួញ back នេះអញ្ចឹងទី7គឺមាន navigation UI នេះទៅមកយើង set up action bar នៅខាងលើហ្នឹងអញ្ចឹងមាន2ទី1គឺ nav controller សម្រាប់ដាក់ fragment របស់យើងនិងទី2ទៀតគឺជា drawer នៅក្នុង app bar នេះវាមានរូប hamburger button និងរូប back ប៉ុន្តែធ្វើម៉េចបាន app bar ដឹងថាពេលណាវាបង្ហាញ hamburger button និងពេលណាវាបង្ហាញbutton back ឬក៏គេហៅ button up អញ្ចឹងយើងត្រូវធ្វើ configuration ទៅលើ icon នេះអញ្ចឹងយើងត្រូវធ្វើ app configuration អញ្ចឹង app configuration នឹង handle ការងារទាំងនេះទី8ដែលយើងបានប្រកាសនៅខាងលើនេះ app bar configuration អញ្ចឹង app bar configuration គឺស្មើឲ្យ controller.graph និងមួយទៀតគឺ drawer layout ចំ parameter ទី1មានន័យថាវានឹងរកបើសិនជា
parameter argument ទី1គឺ navigation controller dot graph អញ្ចឹងវានឹងរកនៅក្នុង navigation បើសិនវាមិនមែនជា home screen វានឹងបង្ហាញ drawer layout ប៉ុន្តែបើវានៅក្នុង screen ផ្សេងវានឹងបង្ហាញ back button នៅក្នុង app bar configuration របស់យើងនេះគឺមានពីរនៅក្នុង app bar configuration របស់យើងគឺមានពីរ argument ទី1គឺ na controller graph នេះមានន័យថាវាទៅដើររនៅក្នុង navigation graph របស់យើងរក fragment ណាដែលជា start destination មានន័យថាតើវាជា home screen មែនឬអត់បើសិនជាវា home screen វានឹងបង្ហាញ hamburger button គឺរូបឈុត3នេះប៉ុន្តែបើវាមិនមែនជា home screen ទេវានឹងបង្ហាញសញ្ញាស្លាប់ព្រួញដកនេះមានន័យថាសញ្ញា back ឬក៏ up អញ្ចឹង app configuration នេះនឹង handle ការងារទាំងអស់ហ្នឹងបន្ទាប់មកយើង handle navigation view ជាមួយនឹង na host controller របស់យើងមានន័យថានៅពេលដែលយើងចុច open drawer នេះហើយយើងចុចទៅលើ menu item មួយប្រអប់ fragment របស់យើងនឹងបើក fragment about បើយើងចុចទៅលើ item rules នឹងបើក rule fragment អញ្ចឹងយើងត្រូវភ្ជាប់ nav view នេះជាមួយនឹងប្រអប់ដាក់ fragment របស់យើងអញ្ចឹង navigation view set up na controller យើងភ្ជាប់ពីរទី1គឺ navigation view ទី2ទៀតគឺប្រអប់ដាក់ fragment អញ្ចឹងខ្ញុំចុច run សារបាទអញ្ចឹងវា run រួចហើយយើងចុចទៅលើ hamburger icon នេះអញ្ចឹងឃើញថាវាអត់មានសកម្មភាពអីកើតឡើងទេដោយសារតែយើងអត់ទាន់បាន override ទៅលើ on support navigate app អញ្ចឹងយើងធ្វើ to do ទី10ទាំងអស់គ្នាអញ្ចឹងទី10កន្លែងនេះយើងផ្លាស់ពី na controller នេះយើងបដូរមក na view ម្ដង na UI តើមកចុច navigate app អញ្ចឹងយើងមាន2ទី1គឺ na controller និងទី2ទៀតគឺ app bar configuration ដែលយើងធ្វើខាងលើនេះអញ្ចឹងយើង run ម្ដងទៀតអូខេអញ្ចឹង run រួចហើយយើងសាកចុចម្ដងទៀតមើលតើវាដើរឬអត់អូខេអញ្ចឹងដើរហើយប៉ុន្តែនៅក្នុង nav view របស់យើងគឺអត់មានឃើញអីទេគឺឃើញស slate ទៅចេះអញ្ចឹងយើងទៅមើលតើមានបញ្ហាអីអញ្ចឹងយើងទៅមើលនៅក្នុងmain activity របស់យើង navigation view របស់យើងគឺមានពីរ element ទី1គឺ header layout និងទី2គឺ menu item ចឹងនៅខាងលើនេះគេហៅថា header layout និងខាងក្រោមនេះគឺ menu item ដោយសារតែយើងភ្លេច add menu item និង header layout នៅក្នុង navigation view នេះអញ្ចឹងមូលហេតុនឹងហើយបានយើងចុចទៅលើ app ហ្នឹង open drawer នេះវានឹងឃើញទទេស្អាតចេះទី1គឺយើង add header layout ហ្នឹងជាង header layout គឺខ្ញុំបាន design នេះដាក់ឈ្មោះវាថា na header បន្ទាប់មកខាងក្រោមគឺយើងមាន menu item អញ្ចឹងយើងវាយ menu យើងបាន design ពីលើកមុនគឺយើងដាក់ឈ្មោះថា nav drawer អញ្ចឹង click មកអញ្ចឹងយើង run ម្ដងទៀតអូខេអញ្ចឹង app យើង run រួចហើយយើងចុច test សាកមើលតើវាបង្ហាញឬនៅអញ្ចឹងយើងចុចទៅលើ hamburger button អូខេអញ្ចឹងបង្ហាញហើយនៅខាងលើនេះគឺ header layout និងខាងក្រោមនេះគឺ menu item អញ្ចឹងយើងចុចសាកទៅលើ rule item អូខេអញ្ចឹងបង្ហាញហើយចុច back ត្រឡប់មកវិញសាកចុចទៅលើ about អូខេអញ្ចឹងបង្ហាញរួចដែរប៉ុន្តែនៅក្នុង menu item របស់យើងគឺខ្ញុំចង់បានបង្ហាញ item នៅខាងឆ្វេងដៃនេះចឹងនៅក្នុង draw នៅក្នុង menu របស់យើងទៅ add item add icon ចុចទៅលើវាមក
តបមកមានពាក្យ icon នៅឡើយនេះចឹងខ្ញុំរើសរូប Android នេះចុច OK និងមួយទៀតគឺ rule fragment ឡើង icon គឺខ្ញុំចុចខាងស្ដាំនេះបន្ទាប់មកខ្ញុំរើស rule icon មួយនេះចុច OK អញ្ចឹងយើងរ៉ាន់ម្ដងទៀត app យើងបាន run រួចហើយជាងយើងតេស្តចុច test សាកចុចទៅលើ hamburger button នេះអូខេអញ្ចឹងវាបានបង្ហាញ icon នៅខាងឆ្វេងដៃនេះហើយឧទាហរណ៍ថាខ្ញុំនៅក្នុង fragment ផ្សេងយើងចុច play ដើម្បីចូលទៅក្នុង question fragment នេះអញ្ចឹងយើងសាកទាញយើងទាញ drawer មើលតើវាដើរអត់អូខេអញ្ចឹងយើងទាញ drawer យើងឃើញដើរដែរប៉ុន្តែខ្ញុំអត់ចង់ធ្វើអញ្ចឹងទេមានន័យថាខ្ញុំចង់ឲ្យ drawer នេះវាអត់ដំណើរការទេនៅពេលដែលវានៅក្នុង screen ផ្សេងបើសិនជាវានៅក្នុង home fragment បានឲ្យវាដំណើរការយើងចូលទៅក្នុង main activity បន្ទាប់មកយើង add destination change listener អញ្ចឹងណា controller យើង add destination change listener អញ្ចឹងបើសិនជា destination ហ្នឹងវាជា start destination មានតែវានៅក្នុង home screen គឺយើង open drawer មានតែយើងបើកឲ្យវាដំណើរការប៉ុន្តែបើវាមិននៅក្នុង start destination ទេវានៅក្រៅពី home screen គឺយើងបិទ lock drawer ហ្នឹងអូខេកន្លែងនេះ start destination ID គឺវាបានដូរពី version មុនពី version មុនគឺអត់មាន start version មុនគឺដាក់តែ start destination ទេប៉ុន្តែនៅក្នុង version ក្រោយនេះគេបាន update ទៅជា start destination ID អូខេអញ្ចឹងហើយយើង run អូខេអញ្ចឹង run រួចហើយអញ្ចឹងនៅក្នុង home ខ្ញុំទាញពីឆ្វេងមកស្ដាំមកអូមកដើរអញ្ចឹងយើងចូលទៅមើលនៅក្នុង screen ផ្សេងមិនមែនជា home screen មិនមែនជា destination ខ្ញុំចុចplay ទៅមកបន្ទាប់មកខ្ញុំអូសអូខេអញ្ចឹងខ្ញុំអូសវាហើយតែវាអត់ដើរទេអញ្ចឹងមានន័យថាយើងធ្វើបានជោគជ័យហើយ